កំហុសធំបំផុតក្នុងការជួញដូរគិតថាទីផ្សារឡើងខ្ពស់ពេកឬចុះទាបពេកហើយបើក order បញ្ច្រាស់ទិសសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីកំហុសមួយដែល trader ភាគច្រើនតែងតែជួបប្រទះជាពិសេសអ្នកចាប់ផ្ដើមថ្មីនោះគឺការគិតថាតម្លៃឡើងខ្ពស់ពេកហើយមិនអាចឡើងបន្តទៀតបានទេឬតម្លៃចុះទាបពេកហើយមិនអាចចុះបន្តទៀតបានទេហើយបន្ទាប់មកពួកគេបើក order បញ្ច្រាស់ទិសទីផ្សារមិនខ្វល់ថាអ្នកគិតអ្វីទេមេរៀនដ៏សំខាន់មួយក្នុងការជួញដូរគឺតម្លៃមិនធ្លាក់ចុះព្រោះវាបានឡើងច្រើនតម្លៃមិនឡើងព្រោះវាបានធ្លាក់ចុះច្រើនទីផ្សារផ្លាស់ទីដោយសារតែអំណាចរវាងអ្នកទិញនិងអ្នកលក់ប្រសិនបើអ្នកទិញនៅតែមានកម្លាំងខ្លាំងតម្លៃអាចឡើងបន្តទៀតបានប្រសិនបើអ្នកលក់នៅតែគ្រប់គ្រងទីផ្សារតម្លៃអាចធ្លាក់ចុះបន្តទៀតបានឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍មាសឡើងពី$300ទៅ$300 trader មួយចំនួនគិតថាឡើងច្រើនពេកហើយច្បាស់ជានឹងធ្លាក់វិញពួកគេបើក sell ប៉ុន្តែតម្លៃបន្តឡើងដល់$3,150ពួកគេបើក sell បន្ថែមបន្ទាប់មកតម្លៃឡើងដល់$3,150ចុងក្រោយគឺត្រូវការខាត floating loss ឬបាត់បង់គណនីបញ្ហាមិនមែនមកពីការព្យាករណ៍ខុសទាំងស្រុងទេបញ្ហាគឺពួកគេចូលទីផ្សារលឿនពេកដោយគ្មានការបញ្ជាក់ថាទីផ្សារបានប្តូរទិសពិតប្រាកដតើកំហុសនៅត្រង់ណាកំហុសមិនមែនជាការស្វែងរកចំណុចបត់ទិសទេកំហុសគឺបើក order បញ្ច្រាស់ទិសមុនពេលមានសញ្ញាបញ្ជាក់ trader ជាច្រើនប្រើអារម្មណ៍ក្នុងការសម្រេចចិត្តឃើញតម្លៃឡើងខ្លាំង sell ឃើញតម្លៃចុះខ្លាំង buy ប៉ុន្តែ trader អាជីពតែងសួរថាតើ trend បានផ្លាស់ប្ដូរពិតប្រាកដហើយឬនៅមុននឹងជួញដូរបញ្ច្រាស់ទិសត្រូវមានអ្វីខ្លះយ៉ាងហោចណាស់គួរតែមានតំបន់ support ឬ resistance សំខាន់ការបំបែករចនាសម្ព័ន្ធទីផ្សារ market structure shift សញ្ញា candlestick បង្ហាញការបត់ទិសការបញ្ជាក់ពី volume ផុសតាងថាកម្លាំងអ្នកទិញឬអ្នកលក់បានផ្លាស់ប្ដូរបើគ្មានសញ្ញាទាំងនេះទេការចាប់កំពូលឬចាប់បាតគឺជាការភ្នាល់មិនមែនការវិនិយោគឡើយរបៀបគិតរបស់ trader អាជីព trader ធម្មតាសួរថាតម្លៃឡើងខ្ពស់ពេកហើយឬនៅ trader អាជីពសួរថាតើ trend នៅតែបន្តឬទេ trader ធម្មតាព្យាយាមទាយកំពូលនិងបាត trader អាជីពធ្វើតាមទិសដៅនៃលំហូរទុន smart money ពួកគេយល់ថា trend ខ្លាំងអាចក្លាយជាខ្លាំងជាងមុនបានទៀតដំណោះស្រាយកំណត់ trend ធំជាមុនសិន 2. ក្នុង up trend ស្វែងរកឱកាស buy ជាចម្បង 3. ក្នុង down trend ស្វែងរកឱកាស sell ជាចម្បង 4. រងចាំការបញ្ជាក់មិនមែនទាយទុកជាមុន 5. តែងតែប្រើ stop loss សូមចងចាំថាទីផ្សារអាចបន្តទៅក្នុងទិសដៅមួយបានយូរជាងសមត្ថភាពដែលគណនីរបស់អ្នកអាចទ្រាំទ្របានកុំព្យាយាមបង្ហាញថាអ្នកត្រឹមត្រូវចូលធ្វើតាមអ្វីដែលទីផ្សារកំពុងបង្ហាញមិនមែនអ្វីដែលអ្នកគិតថាវាគួរតែធ្វើការងាររបស់ trader មិនមែនជាការទាយកំពូលនិងបាតទេប៉ុន្តែជាការរកប្រាក់តាមទិសដៅទីផ្សារសូមអរគុណ